Assalamualaikum សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតើអ្នកនរគ្នាបានទៅចូលរួមវេទិកានិងពិព័រណ៍ទេសចរមូស្លីមកម្ពុជាឆ្នាំ2025ហើយឬនៅបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ទៅទេថ្ងៃស្អែកថ្ងៃទី11អ្នកនរគ្នាអាចទៅចូលរួមទស្សនាបានមួយថ្ងៃទៀតដោយនៅក្នុងកម្មវិធីពិព័រណ៍ទេសចរមូស្លីមកម្ពុជានឹងផងដែរមានស្តង់លក់ចំណីអាហារនិងស្តង់លក់សម្លៀកបំពាក់ព្រមទាំងស្តង់បង្ហាញពីស្នាដៃផ្សេងៗផងដែរហើយនេះគឺជាការបង្ហាញពីការលេងភ្លេងរបស់ជនជាតិចាមទេសភាពនៅខាងមុខមស្ជីតគឺពោរពេញទៅដោយស្តង់ជាច្រើននេះគឺជាស្នាដៃខ្មែរឥស្លាមដែលគាត់យកក្រមកបិទឲ្យចេញជារូបរាងហើយនៅពេលដែលអ្នកនរគ្នាទៅពិព័រណ៍ទេសចរមូស្លីមកម្ពុជាហ្នឹងអ្នកនរគ្នាកុំភ្លេចទៅកន្លែងគាត់នេះគឺថាគាត់ឲ្យរង្វាន់ free ដោយគ្រាន់តែយើង scan ចូល Facebook ទៅគឺគាត់ឲ្យរង្វាន់យើង free តែម្ដងនរណាខ្លះ fan ម៉ៃសះក៏បានទៅពិព័រណ៍ទេសចរមូស្លីមកម្ពុជាផងដែរនៅពេលល្ងាចកាន់តែមានមនុស្សចូលរួមកាន់តែច្រើនឡើងហើយនេះគឺជាការបង្ហាញពីការរៀបការរបស់ជនជាតិចម្ប៉ាផងដែរហើយអ្នកទាំងអស់គ្នាអាចមកភ្លក់កាហ្វេ free នៅកន្លែងគាត់ផងដែរគឺឆ្ងាញ់ខ្លាំងមែនតើពេលអត់បានការអត់បងអូណាគ្នាថាទៅមុខរបរថ្មីខ្មោចតែមិនថ្មីខ្មោច